ជម្រាបសួរបងប្អូនទាំងអស់គ្នាពេលនេះខ្ញុំសូមស្វាគមន៍មកកាន់គម្ពីរគំនិតនេះគឺជាវីដេអូភាគទី4ហើយនៅក្នុងវីដេអូនេះផងដែរខ្ញុំលើកយកទស្សនៈតាក់ទងនឹងលក្ខណៈនៃសត្វរុយដើម្បីទុកជាគតិពិចារណាទាំងអស់គ្នាជាធម្មតាធម្មជាតិនៃសត្វរុយគឺវាតែងតែចូលចិត្តរោមវត្ថុស្អុយវត្ថុស្មូគ្រូកវត្ថុកក្រិចវត្ថុអាក្រក់ដូចជាភុជ្រាំលាមកដោយហេតុថាវាមិនចូលចិត្តវត្ថុដែលមានក្លិនក្រអូបដូចជាសត្វភមរៈជាតិនោះឡើយនេះគឺជាចំណង់ចំណូលចិត្តរបស់សត្វរុយទោះបីជាវត្ថុនោះមានតម្លៃមានក្លិនក្រអូបឈ្ងុយឈ្ងប់ខ្លាំងយ៉ាងណាក៏ដោយក៏សត្វរុយវាមិនយកខ្លួនទៅបៀតនោះដែរសភាវៈនៃសត្វរុយតែងចូលចិត្តចោមរោមវត្ថុដែលមានមេរោគស្មូគ្រូករួចហើយហើរទៅទុំលើម្ហូបអាហារដើម្បីចម្លងមេរោគនោះទៅឲ្យមនុស្សយើងទៀតផងរុយជាសត្វមានរូបរាងស្រដៀងគ្នានឹងឃ្មុំដែរតែវាមានសភាពចរិតនិស្ស័យនិងការរកស៊ីខុសគ្នាពីឃ្មុំដូចមេឃនិងដីរុយចូលចិត្តតែរបស់ស្មូគ្រូកស្អុយរលួយនិងចម្លងមេរោគផ្សេងៗឲ្យដល់មនុស្សជាដើមមនុស្សយើងកើតមកក៏មានរូបរាងស្រដៀងគ្នាផងដែរប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សយើងមានសភាពផ្សេងគ្នានោះគឺការសេពគប់ក្នុងពេលបច្ចុប្បន្ននិងការសិក្សារៀនសូត្របន្ថែមទើបធ្វើឲ្យមនុស្សយើងទៅជាមនុស្សប្រភេទឃ្មុំនិងមនុស្សប្រភេទរុយនោះឯងមនុស្សប្រភេទរុយគឺជាមនុស្សដែលចូលចិត្តសេពគប់មនុស្សអាក្រក់មនុស្សពាលហើយមនុស្សប្រភេទនេះចូលចិត្តធ្វើតែអំពើបាបកម្មអំពើថោកទាបនៅក្នុងសង្គមជាតិពួកគេកើតមករស់នៅទម្ងន់តែភពផែនដីរស់នៅកំដរតែពេលវេលានិងអំពើល្មុខរបស់ខ្លួនតែប៉ុណ្ណោះមនុស្សប្រភេទសត្វរុយនេះតែងត្រូវគេនិយាយដើមត្រូវគេស្អប់ត្រូវគេមិនចង់សេពគប់នោះឡើយហើយពេលខ្លះទៀតគេបន់ឲ្យតែឆាប់ស្លាប់ប្រៀបដូចជាសត្វអសិរពិសដូចនោះដែរពេលខ្លះទៀតលុះស្លាប់បាត់បង់អាយុជីវិតទៅហើយក៏នៅត្រូវគេស្អប់គេខ្លាចរអាទៀតនេះដោយសារតែកាលនៅរស់ចូលចិត្តធ្វើតែអំពើអាក្រក់អំពើថោកទាបនិងអំពើដែលគេស្អប់ខ្ពើមនៅក្នុងសង្គមជាតិអញ្ចឹងជារួមមកមនុស្សប្រភេទសត្វរុយនេះរស់នៅដើម្បីតែរស់នៅកំដរតែពេលវេលារស់នៅទម្ងន់តែភពផែនដីនិងរស់នៅដោយគ្មានអត្ថន័យខ្លឹមសារនោះឡើយហេតុដូច្នេះហើយយើងជាមនុស្សមិនគួរធ្វើជាមនុស្សប្រភេទរុយនោះឡើយតែយើងគួររៀនធ្វើជាមនុស្សប្រភេទសត្វឃ្មុំទៅវិញអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំមានតែប៉ុណ្ណឹងហើយខ្ញុំសង្ឃឹមថាវានឹងបានជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់វីដេអូរបស់ខ្ញុំចាំជួបគ្នាជាមួយនឹងវីដេអូភាគក្រោយបន្តទៀតសូមអរគុណ